សម្រាប់កម្មវិធីបន្ទាប់យើងនឹងឈានទៅដល់ការពិភាក្សាជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងហើយដូចគ្នាផងដែរនៅtrongកម្មវិធីនេះខ្ញុំនឹងបង្កវេទិកាទៅឲ្យអ្នកចូលរួមទាំងអស់ដើម្បីសួរសំណួរដោយផ្ទាល់ទៅដល់វាគ្មិនជាកិច្ចចាប់ផ្ដើមសម្រាប់សំណួរទី1ខ្ញុំបាទសូមសួរទៅកាន់ឯកឧត្តមបណ្ឌិតច័ន្ទមនោឯកឧត្តមតាមការព្យាករណ៍នៅចន្លោះឆ្នាំ2024ទៅ2026ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាយើងនឹងមានការកើនឡើងគួរឲ្យកត់សម្គាល់ការនេះបានបង្ហាញទាំងឱកាសក៏ដូចជាបញ្ហាប្រឈមដែលកម្ពុជាត្រូវចាប់យកក៏ដូចជាត្រូវដោះស្រាយផងដែរដូច្នេះខ្ញុំចង់សុំសួរទៅដល់ឯកឧត្តមថាតើបច្ចុប្បន្នមានវិធានការអ្វីខ្លះដែលកំពុងត្រូវបានអនុវត្តដើម្បីធានាថាការផ្គត់ផ្គង់កម្លាំងពលកម្មជាពិសេសសម្រាប់អ្នកដែលចូលថ្មីក្នុងកម្លាំងពលកម្មនោះអាចបំពេញទៅតាមតម្រូវការនៃសេដ្ឋកិច្ចកម្ពុជាដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័សនេះបានបាទសូមអរគុណបាទសូមអរគុណអាដាមសម្រាប់សំណួរហើយរួមហើយនៅក្នុង session ទី1ពីម្សិលមិញហើយក៏ដូចជា session បន្តបន្ទាប់ប៉ុន្តែខ្ញុំសូមលើកឡើងត្រង់ចំណុចថាយើងបានដឹងហើយថាបញ្ហាបច្ចុប្បន្ននេះវាមានសម្រាប់ជាពិសេសសម្រាប់បម្រែបម្រួលក្នុងតំបន់ក៏ដូចជាឈានទៅដល់ LDC graduation មានដូចជា skill gap skill trap ឬក៏ green transition ជាដើមហើយនឹងបញ្ហាមួយចំនួនទៅតាក់ទងជាមួយនឹង institutional arrangement ប៉ុន្តែនៅក្នុងឱកាសនេះខ្ញុំសូមលើកឡើងជាចំណុចដែលផ្សារភ្ជាប់ត្រឡប់ទៅវិញដើម្បីធានាថាកម្លាំងពលកម្មរបស់កម្ពុជាអាចមានគុណភាពខ្ពស់ក្នុងការប្រកួតប្រជែងក្នុងតំបន់ក៏ដូចជាធានាដល់កំណើនសេដ្ឋកិច្ចទោះបីបើក្រោយដំណាក់កាលចាក់ចេញពីកម្ពុជាចាក់ចេញពីបណ្ដាប្រទេសតិចតួចក៏ដោយជាក់ស្ដែងទៅកម្ពុជាមានគោលនយោបាយច្រើនមានទាំង Skill Development Roadmap MTWAT Strategic Development Plan មួយចំនួនផ្សេងៗទៀតប៉ុន្តែបើសិនបើយើងមើលក្នុងចំណុចទូចទៅតិចទៀតបើតាក់ទងជាមួយនឹង Skill Development ខ្ញុំអាចលើកបានចំណុចមួយគឺគុណភាពនៃ trainer សំណួរនៅចោតសួរដដែលយើងមានកម្លាំងពលកម្មប៉ុន្តែតាក់ទងជាមួយនឹងគុណភាពរបស់ trainer នៅតែជាអាចថានៅបន្តជាសំណួរមួយដែលចោតសួរក្នុងនោះដែរវាតាក់ទងជាមួយនឹងកត្តាជាច្រើនថាតើយើងត្រូវសួរសំណួរត្រឡប់ទៅវិញថាតើ trainer ទាំងអស់នោះគាត់មានគុណភាពគ្រប់គ្រាន់ដែល align ជាមួយនឹងវិវត្តនៅតម្រូវការកម្លាំងពលកម្មនៅក្នុងទីផ្សារដែរទេទី2ទៀតការតាក់ទាញ trainer ទាំងអស់នោះដើម្បីអាចចូលរួមមកបម្រើការក្នុងការនៅតាមស្ថាប័ននីមួយៗដើម្បីឲ្យគាត់អាចផ្ដល់នៅចំណេះដឹងសម្រាប់សិស្សឬក៏សកម្មកម្មដែលចូលរួមក្នុងការសិក្សានោះទី2ទៀតតាក់ទងជាមួយនឹង coordination ក្នុងការបណ្ដុះបណ្ដាលនោះដូចគ្នាដែរយើងអាចថាត្រូវតែគួរតែមានជាconsistent framework មួយដែលតាក់ទងពោះវែងពីគុណភាពនៃគ្រូបណ្ដុះបណ្ដាលនឹងដូចគ្នាដែរបាទដោយឡែកចំណុចមួយសំខាន់ដែលមិនអាចកាត់ផ្ដាច់បាននោះដែលស្ថិតនៅក្នុងការបណ្ដុះបណ្ដាលឬក៏ស្ថិតនៅក្នុងជំនាញដែលចាំបាច់សម្រាប់បម្រើការទីផ្សារនោះគឺត្រូវតែ improve industrial engagement តាមការសិក្សាជាច្រើនគឺតាមបទពិសោធន៍នៅតាមបណ្ដាប្រទេសដទៃក៏បង្ហាញថា industrial engagement រវាង education institution ជាមួយនឹង industry មានសារៈសំខាន់ណាស់ដើម្បីអាចធានាបានថាការផ្គត់ផ្គង់កម្លាំងពលកម្មក៏ដូចជាជំនាញនោះធ្វើឡើងត្រូវទៅតាមទីផ្សារដោយឡែកយើងតែងតែលើកថា labor market information មានសារៈសំខាន់ប៉ុន្តែសំណួរនឹងបកសួរត្រឡប់ទៅវិញថាតើ labor market information ហ្នឹងវា align ជាមួយនឹង economic strategy ដែរអត់អញ្ចឹងបើសិនបើយើង produce ជា labor market information ហើយយើងមើលឃើញទៅប៉ុន្តែវាអត់ align ជាមួយគ្នាអាហ្នឹងក៏ជាបញ្ហាមួយដែលត្រូវតែកែប្រែដែរបាទហើយនឹង reform ទៅត្រឡប់មកវិញបាទចំណុចមុននឹងចំណុចចុងក្រោយខ្ញុំមានចំណុចមួយទៀតគឺតាក់ទងជាមួយនឹងការធ្វើការវាយតម្លៃទៅលើ program ទាំងឡាយដើម្បីធានាថាការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានជំនាញនិងគុណភាពគ្រប់គ្រាន់សម្រាប់ទីផ្សារការងារដែល evolving ហើយនឹង very competitive market ហ្នឹងគឺទាមទារឲ្យមានការវាយតម្លៃជាប្រចាំមិនថាកម្មវិធី program
ដែលរដ្ឋាភិបាលដាក់ចេញក៏ដូចជាកម្មវិធី 1.5 million program ឬក៏ដូចជាកម្មវិធីនានាទៀតដែលសហការជាមួយនឹងដៃគូអភិវឌ្ឍផ្សេងៗចំណុចចុងក្រោយខ្ញុំចង់រំលឹកចេញនៅស្ថានភាពកម្លាំងពលកម្មកម្ពុជាភាគច្រើនគឺស្ថិតនៅក្នុងក្រៅវិស័យក្រៅប្រព័ន្ធ informal sector អញ្ចឹងវាជាភាពចាំបាច់ណាស់ទោះបីបើយើង estimate មើល projection មើលថាកម្លាំងពលកម្មរបស់យើងមិនខ្វះខាតទេប៉ុន្តែសំណួរសួរថាចុះអ្នកនៅក្រៅប្រព័ន្ធក្នុង informal sector អញ្ចឹងដើម្បីធ្វើយើងត្រូវមានយន្តការដើម្បីអាចទាញគាត់ចូលនៅក្នុងប្រព័ន្ធបានតាមរយៈឧទាហរណ៍ខ្ញុំអាចថាតាមរយៈថាកម្មវិធី RPL ឬក៏ RCC ជាដើមអញ្ចឹងមិនកម្មវិធីទាំងអស់ហ្នឹងនឹងជួយឲ្យពួកគាត់ទទួលបានជំនាញមួយដែលត្រូវតាមតម្រូវការទីផ្សារហើយជួយពួកគាត់អាចចូលនៅក្នុង formal sector ត្រឡប់មកវិញបាទសូមអរគុណខ្ញុំសូមចូលរួមប៉ុណ្ណឹងបាទបាទសូមអរគុណដល់អាយដាមបណ្ឌិតចំពោះមតិដែលបោះក្បាយ Now I would like to turn to Miss Marikan. Miss Mary, Cambodia faces significant skill gap, particularly in sector critical for our economic diversification. So, drawing on your extensive experience in skill and employability development, what specific strategy and best practices could Cambodia adopt to address this gap? Thank you. Okay, thank you for a great question, and this follows on neatly from the answer given before. I think there are two things at play. There are two types of gaps. So the first is skills gaps, where the supply of skills isn't quite aligned with the skills demand, and then there are participation gaps, where certain groups in society are underrepresented in skilled work. I'll speak about skills gaps first because that's perhaps more familiar territory. The government, thanks to some great publications that were launched earlier this year, we know the skills gaps. We have some evidence. You know, the three largest areas are manufacturing for food and beverage, garment sector, accommodation and hospitality. Those are where the gaps are greatest right now. I think there needs to be a foresight piece of work to bring into line what we think the skills gaps will be for the next few years. But exactly as my colleague was saying, we have this information, we have some labour market intelligence, the quality of this is improving. But the question, perhaps the capacity needs to be built around how this information is then used and implemented within the skills system. So how well does the TVET lifelong learning system reflect these top three skills priorities? Are we channeling and incentivizing more young people and existing workers into these areas as a result of this research? And the next question is, to what extent does the funding allocation in TVET follow this demand? Are we increasing our provision in these areas where we see this skills mismatch? And controversially sometimes we have the concept of creative destruction. Are we stopping provision? Are we retraining teachers in areas that are no longer benefiting the economy or that are oversubscribed? So that's a brief view on the skills gaps and making that information work within the skills system. Often overlooked is the participation gaps, and this is where certain groups in society are underrepresented. Females are a key group in this in Cambodia. So although the labour force participation is high, females are more likely to be found in the informal economy. They are particularly prevalent in the garment sector, which we've all identified as vulnerable. So how are we channeling resources and intellect and this great information, this academic information, into supporting this group? Similarly, the same is true for people with disabilities. People in rural areas are more likely to be in the informal economy and have lower levels of attainment. And this is also true at a sectoral basis. So we've identified some sectors that are vulnerable to the labour market transitions we're expecting. So looking at methodologies and really innovating around how we help these people
who are at the highest risk of being in the skills trap or the highest risk of being left behind move over to a more productive and rewarding part of the economy. So that's a little bit of a principled overview, but I think that's probably sufficient for now, if that's okay. Yes, thank you very much, Miss Marie, for highlighting this important strategy, such as how we can bridge the skill gap and also we can improve the participation gap, specifically for women participation in the labor force and also the disabled people, I mean, yeah. So this approach is essential for building a competitive workforce that compatible for thriving in both domestic and the global market. Thank you very much for your useful information. ដូច្នេះជាកិច្ចបន្ទាប់ខ្ញុំបាទសូមសួរសំណួរបន្ទាប់ទៅកាន់លោកបណ្ឌិតឆនលីណាលោកបណ្ឌិតតាមរយៈបទពិសោធន៍របស់លោកក្នុងការសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចតើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរអំពីតួនាទីនៃការស្រាវជ្រាវផ្នែកសេដ្ឋកិច្ចក្នុងការកំណត់និងដោះស្រាយនៅដើមចមឬក៏ដើមហេតុដែលនាំឲ្យមានផលិតភាពទាបឬក៏ភាពមិនបន្ស៊ីគ្នានៃជំនាញនៅកម្ពុជាបាទសូមអរគុណបាទសូមអរគុណឯកឧត្តមជាបឋមខ្ញុំសូមគោរពជំរាបសួរភ្ញៀវកិត្តិយសទាំងជាតិនិងអន្តរជាតិក៏ដូចជាវាគ្មិនដែលមានវត្តមាននៅទីនេះចំពោះសំណួរពាក់ព័ន្ធទៅនឹងទូនាទីរបស់ការស្រាវជ្រាវជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចហើយមានការពាក់ព័ន្ធយ៉ាងខ្លាំងទៅក្នុងទីផ្សារការងារក៏ដូចសេដ្ឋកិច្ចការងារខ្ញុំសូមសង្ខេបត្រួសអំពីទូនាទីនៃការស្រាវជ្រាវសេដ្ឋកិច្ចយើងមានពាក្យកន្លឹះ2គឺ cost and effect ការដែលយើងអាចស្វែងរកហេតុនិងផលនៃដំណើរនៃការកកើតរឿងមួយតើហេតុអីបានប្រទេសមួយមានការរីកចម្រើនលឿនប្រទេសមួយមានការរីកចម្រើនយឺតប្រទេសមួយខ្លាចជាប្រទេសជឿនលឿនប្រទេសមួយទៀតជាប្រទេសដែលមានការអភិវឌ្ឍតិចតួចហើយនៅក្នុងការស្រាវជ្រាវគឺយើងអាចរកហេតុផលនឹងបានមូលហេតុនេះហើយបើលោកស្រីតាមដានអំពីវិស័យសេដ្ឋកិច្ចគឺនៅក្នុងឆ្នាំនេះគឺយើងមានការផ្ដល់ជូនពានរង្វាន់ Nobel សេដ្ឋកិច្ចទៅកាន់អ្នកស្រាវជ្រាវដែលគាត់សិក្សាពីទំនាក់ទំនងហេតុនិងផលដែលនាំឲ្យប្រទេសមួយរុងរឿងនិងប្រទេសមួយបរាជ័យគឺលោកសាស្ត្រាចារ្យអាក់សេម៉ូហ្គលុយហើយនិងលោកសាស្ត្រាចារ្យដារ៉ុងដែលគាត់សិក្សាពីហេតុផលនៅពីក្រោយស្ថាប័នគុណភាពស្ថាប័នហើយកាលពីឆ្នាំមុនឆ្នាំ2023គឺមានការផ្ដល់ជូននៅការស្រាវជ្រាវអំពីទំនាក់ទំនងនៃការរួមចំណែករបស់ស្ត្រីក្នុងទីផ្សារការងារនៅពេលដែលស្ត្រីគាត់មានការរួមចំណែកខ្ពស់ទៅផលសេដ្ឋកិច្ចក៏មានការកើនឡើងហើយបើសិនជានៅក្នុងករណីប្រទេសកម្ពុជាវិញគឺចំនួនស្ត្រីនឹងមានច្រើនជាងបុរសច្រើនជាង 50% ចុងទូនាទីរបស់ស្ត្រីនឹងគឺមាននៅក្នុងសក្តានុពលច្រើនណាស់ហើយនៅក្នុងការស្រាវជ្រាវគឺអ្វីដែលជាគន្លឹះសំខាន់ហ្នឹងគឺយើងផ្ដល់ជាភស្តុតាងនិងព័ត៌មានដែលអ្នកណាក៏អាចប្រើប្រាស់ព័ត៌មានហ្នឹងឲ្យពិសោធន៍បានយើងហៅជាភាសាបច្ចេកទេសអង់គ្លេសថា evidence based and data driven policy មូលហេតុនេះហើយដែលស្ថាប័នយើងខ្ញុំស្ថាប័ន CDI គឺនៅមានវត្តមាននៅក្នុងប្រទេសកម្ពុជាហ្នឹងគឺ33ឆ្នាំហើយបង្កើតឡើងក្រោមការណែនាំរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែនហ្នឹងគឺជាធនាគារខួរក្បាលដែលផ្ដល់នៅព័ត៌មានហើយការផ្ដល់ព័ត៌មានដែលពេញលេញគ្រប់ជ្រុងជ្រោយហ្នឹងគឺមានសារៈសំខាន់ណាស់ទី1គឺសម្រាប់អ្នកនយោបាយគាត់អាចប្រើប្រាស់ព័ត៌មានហ្នឹងដើម្បីធ្វើនយោបាយទៅគឺគ្រប់ជ្រុងជ្រោយនឹងការត្រឹមត្រូវមួយផ្នែកទៀតគឺសាធារណជននៅពេលដែលសាធារណជនគាត់ទទួលបានព័ត៌មានពេញលេញការស្រាវជ្រាវពេញលេញក៏គាត់អាចនឹងទទួលបានរួមចំណែកដល់ការអភិវឌ្ឍហើយនឹងការអភិវឌ្ឍនិងភាពរីកចម្រើនរបស់ប្រទេសផងដែរនេះថ្មីនេះគឺបើយោងតាមសន្ទុះនៃការច្នៃប្រឌិតយើងឲ្យឈ្មោះថា Innovative Index គឺប្រទេសស្វីសបានទទួលចំណាត់ថ្នាក់លើគេនឹង14ឆ្នាំហើយនៅក្នុងផ្នែកដ៏ធំហ្នឹងគឺ
ស្វីសហ្នឹងគឺមានការបដោតខ្លាំងក្នុងការស្រាវជ្រាវដែលយើងឲ្យឈ្មោះថា R&D គឺស្រាវជ្រាវហើយនឹងអភិវឌ្ឍហើយដោយសារតែខ្ញុំបានទៅរស់នៅធ្វើការនៅទីនោះមួយរយៈច្រើនដែរគឺយើងមើលឃើញអំពីការរួមចំណែកស្រាវជ្រាវមនុស្សភាសាគ្នាប្រជាជនភាសាទៅវិញទៅមកទាំងក្នុងបរិបទអ្នកនយោបាយអ្នកធ្វើនយោបាយក៏ដូចជាប្រជាជនទូទៅឬក៏សាកលវិទ្យាល័យឬក៏ទីផ្សារឯកជនហើយបើយើងមើលនៅក្នុងតំបន់វិញគឺកូរ៉េធ្វើបទជាប្រទេសមួយតូចបើគិតពីចំនួនប្រជាជនអត់ច្រើនដូចបារាំងឬក៏អង់គ្លេសក៏ប៉ុន្តែចំណាយលើ R&D ហ្នឹងគឺមានទំហំធំឯកឧត្តមបានសួរអំពីមូលហេតុដែលនាំឲ្យមាន low productivity គឺផលិតភាពទាបហើយនឹង skill mismatch នៅក្នុងប្រទេសកម្ពុជាតើមូលហេតុអីខ្ញុំសូមលើកឡើងបន្តិចថាប្រទេសកម្ពុជាទើបតែឆ្លងផុតដំណាក់កាលដំបូងនៃការអភិវឌ្ឍហើយបើនៅក្នុងដំណាក់កាលសេដ្ឋកិច្ចគឺជាដំណាក់កាលដែលបើគិតពីភាពលំបាកគឺនៅមានតិចនៅឡើយឯងគឺយើងមានការវិវត្តពីប្រជាជនដែលផ្លាស់ទីពីជនបទមកទីក្រុងផ្លាស់ទីពីវិស័យកសិកម្មមកវិស័យឧស្សាហកម្មហើយនឹងវិស័យសេវាកម្មក្នុងពេលបច្ចុប្បន្នវិស័យកសិកម្មយើងនៅមានប្រជាជនប្រហែលជា37%ហើយក្នុងនោះវិស័យសេវាកម្មឡើងដល់36%ហើយនឹងវិស័យឧស្សាហកម្មហ្នឹងគឺមានចំនួនច្រើនហ្នឹងគឺជាដំណាក់កាលដំបូងដំណាក់កាលបន្ទាប់ដែលប្រទេសកម្ពុជាត្រូវធ្វើកាន់តែច្រើនគឺការផ្លាស់ប្ដូរប្រជាជនឬក៏អភិវឌ្ឍប្រជាជនទៅកាន់វិស័យដែលមានជំនាញខ្ពស់ទាំងនៅក្នុងវិស័យ within sector productivity ឧទាហរណ៍ថាកាលពីមុនយើងអាចផលិតផលកសិកម្មបានក៏ប៉ុន្តែតើយើងអាចមានលទ្ធភាពក្នុងការច្នៃផលិតផលកសិកម្មហ្នឹងទៅជាផលិតផលអ្វីមួយប្រើប្រាស់បន្តឧទាហរណ៍ដូចជាពេលបច្ចុប្បន្នហ្នឹងគឺការនាំចេញគ្រាប់ស្វាយចន្ទីហើយនឹងដំឡូងមីហ្នឹងគឺមានចំនួនច្រើនរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដែលខ្មែរយើងផលិតបានក៏ប៉ុន្តែភាគច្រើនគឺយើងនៅនាំចេញវត្ថុធាតុដើមមកឡើយហើយនឹងមួយទៀតគឺការ upgrade គឺការបង្កើនផលិតភាពហ្នឹងពីវិស័យនៅក្នុងវិស័យហ្នឹងរវាងវិស័យមួយទៅវិស័យមួយគឺមានមតិយោបល់ពីរដែលតាមរយៈការជួបពិភាក្សាជាមួយនឹងអ្នកជំនាញផ្សេងហ្នឹងគឺគាត់ចង់ឲ្យប្រទេសកម្ពុជាហ្នឹងបន្តក្នុងការបញ្ជូនឬក៏បំលាស់ទីប្រជាជនពីវិស័យកសិកម្មមកវិស័យឧស្សាហកម្មនិងសេវាកម្មបន្តក៏ប៉ុន្តែក៏មានមតិយោបល់មួយទៀតថាវិស័យកសិកម្មនៅតែជាវិស័យឆ្អឹងខ្នងហើយជាវិស័យដែលមានភាពធន់ជាងជាវិស័យប្រឈមវិបត្តិកូវីដឬក៏វិស័យហិរញ្ញវត្ថុអីចឹងទៅចង់នៅមានការពិភាក្សាពីហ្នឹងចំពោះឯកឧត្តមសួរអំពី skill mismatch ខ្ញុំគិតថាក្នុងពេលបច្ចុប្បន្នគឺនៅក្នុងទីផ្សារការងារប្រទេសកម្ពុជាគឺដើរដោយទីផ្សារអញ្ចឹងប្រជាជនគឺថាគាត់មើលឃើញអំពីផលសេដ្ឋកិច្ចជាពិសេសគឺផលសេដ្ឋកិច្ចភ្លាមធៀបជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់គាត់អញ្ចឹងគាត់នឹងទៅរកអាហ្នឹងជា market mechanism គាត់នឹងព្យាយាមរកវិស័យណាដែលនឹងផ្ដល់ផលឲ្យគាត់នៅសេដ្ឋកិច្ចភ្លាមហើយអញ្ចឹងហើយបានឯកឧត្តមច័ន្ទមនោបានលើកឡើងខាងដើមហ្នឹងគឺវិស័យក្រៅផ្លូវការ informal sector ហ្នឹងគឺមានទំហំធំហើយបើយើងមើលតួលេខកាន់តែលម្អិតទៅគឺនៅក្នុងវិស័យហ្នឹងគឺស្ត្រីបើនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមកម្រិតតូចហ្នឹងគឺស្ត្រីរួមចំណែកលើស 90% អញ្ចឹងគឺគាត់គ្រាន់តែគាត់រៀនបានថ្នាក់ទី7ទី8ឬក៏ទី9ឬក៏ចប់ទី12ហ្នឹងគឺគាត់ចូលទៅក្នុងវិស័យតែបងខ្ញុំសូមផ្ដល់ជាស្ថិតិមួយទៀតដែលដើម្បីបដិបដា skill ជំនាញគឺអ្វីដែលយើងប្រឈមគឺចំនួនអ្នកដែលបញ្ឈប់ការសិក្សាមុនចូលមហាវិទ្យាល័យហ្នឹងគឺមានច្រើនពេលដែលប្រជាជនខ្មែរគាត់ចូលរៀន10នាក់អញ្ចឹងគឺចុងក្រោយនៅសល់តែ2នាក់ទេចូលរៀនមហាវិទ្យាល័យហើយអ្វីដែលជាតួលេខចម្បងហ្នឹងគឺក្នុងចំណោមប្រជាជនដែលមានកម្រិតជីវភាពខ្ពស់យើងឲ្យឈ្មោះថា top 10% top 20% គឺសំដៅលើគ្រួសារដែលមានជីវភាពប្រសើរ
គាត់គួរតែបញ្ជូនកូនគាត់នឹងទៅរៀនមហាវិទ្យាល័យបន្តក៏ប៉ុន្តែក្នុងចំណោមគ្រួសារដែលមានជីវភាពប្រសើរក៏ដោយក៏អត្រាដែលមិនបន្តការសិក្សាយើងឲ្យឈ្មោះថា drop out ហ្នឹងក៏មានចំនួនច្រើនដែរអញ្ចឹងហើយបញ្ជាបញ្ហាប្រឈមចម្បងមួយក្នុងការដែលយើងបដិបដាជំនាញតទៅជំនាញតយើងចូលកម្រិតខ្ពស់ដល់មហាវិទ្យាល័យដើម្បីអាចគប់គង់ទៅតាមតម្រូវការនៃការប្រកួតប្រជែងបានខ្ញុំសូមបញ្ចប់ចម្លើយប៉ុណ្ណឹងបាទអរគុណអាយដាមបាទសូមអរគុណដល់លោកបណ្ឌិតដែលបានបកស្រាយយ៉ាងក្បោះក្បាយអំពីមូលហេតុហើយនឹងឬក៏ដើមចមដែលនាំឲ្យមានផលិតភាពទាបនិងភាពមិនបន្ស៊ីគ្នានៃជំនាញហើយលោកក៏បានលើកឡើងពីឧទាហរណ៍យ៉ាងច្រើនហើយនឹងទិន្នន័យមួយចំនួនដែលសំខាន់ដែលបង្ហាញពីទីផ្សារការងារនៅក្នុងប្រទេសកម្ពុជានេះហើយខ្ញុំក៏ជឿជាក់ផងដែរថាតាមរយៈការសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចយើងនឹងអាចផ្ដល់នៅជាផុសតាងសម្រាប់ដល់អ្នកដែលគាត់អនុវត្តនៅគោលនយោបាយឲ្យបានត្រឹមត្រូវនិងធ្វើឲ្យកម្លាំងពលកម្មរបស់យើងនឹងមានភាពប្រកួតប្រជែងទៅថ្ងៃអនាគតបាទសម្រាប់សំណួរបន្ទាប់យើងនឹងពិនិត្យមើលទៅលើតួនាទីនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ដូចជាតួនាទីនៃបច្ចេកវិទ្យាក្នុងការលើកកម្ពស់ជំនាញនិងផលិតភាពនៃកម្លាំងពលកម្មនៅកម្ពុជាដូច្នេះខ្ញុំសូមសួរសំណួរបន្ទាប់ទៅកាន់លោកម៉ាសុភាដោយដែលយើងបានដឹងហើយថាបច្ចេកវិទ្យានិងនវានុវត្តន៍គឺជាកត្តាជំរុញដ៏សំខាន់នៃផលិតភាពផ្អែកលើបទពិសោធន៍របស់លោកជាមួយនឹងគម្រោងនានារបស់ ADB ក៏ដូចជា ILO តើលោកគិតថាប្រទេសកម្ពុជាអាចប្រើប្រាស់នៅ digital tool ឬក៏ innovation យ៉ាងដូចម្តេចដែរដើម្បីបង្កើនផលិតភាពក្នុងវិស័យចម្បងនៅកម្ពុជាបាទអរគុណជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះសំណួរនេះឲ្យឱកាសដើម្បីចូលរួមទៅចែកអំពីtopic ប្រធានបទដែលមានសារៈសំខាន់សម្រាប់កម្ពុជាយើងគឺថាកម្ពុជាមិនសំណួរគិតសួរថាតើយើងគួរឬក៏មិនគួរក្នុងការប្រើប្រាស់បច្ចេកវិទ្យាឬក៏នវានុវត្តន៍ខ្ញុំគិតថាយើងសំណួរគួរមិនគួរមិនរឿងគួរមិនគួរឯគឺថាគឺត្រូវតែធ្វើបាទហើយយើងត្រូវតែធ្វើដោយរបៀបយ៉ាងដូចម្ដេចហើយធ្វើឲ្យបានលឿនយ៉ាងដូចម្ដេចឥឡូវហ្នឹងបញ្ហារបស់យើងគឺបញ្ហាយើងដឹងទាំងអស់គ្នាពីបញ្ហាឬគល់នៃបញ្ហាក៏យើងដឹងដែរបាទប៉ុន្តែសំខាន់ថាតាហើយធ្វើឲ្យមានប្រសិទ្ធភាពបញ្ហារឿងនវានុវត្តន៍ហើយនឹងការប្រើប្រាស់គេហៅថា digital tool វាទៅកើតឬមិនកើតលឿនឬក៏យឺតអាស្រ័យទៅនឹងកត្តាសំខាន់មួយគឺពាក់ព័ន្ធទៅនឹងគុណភាពនៃធនធានមនុស្សក្នុងការប្រើប្រាស់បាទបានន័យថាអាស្រ័យទៅនឹងគុណភាពនិងកម្រិតនៃការអប់រំហើយយើងបានស្ដាប់ច្រើនហើយតាំងពីការធ្វើការបកស្រាយកន្លងមកនេះតាំងពីដុកទ័រមនោក៏ដូចជា Mary បានលើកឡើងអំពីគេហៅថាកម្រិតនៃការអប់រំរបស់យុវជនយើងបាទនៅក្នុងកម្រិតភាគច្រើនកម្លាំងពលកម្មរបស់យើងកម្រិតអាយុ15 64ហ្នឹងយើងដឹងទាំងអស់គ្នាបាទគឺថាតិចជាង 40% ដែលបានបញ្ចប់មធ្យមសិក្សាទូរយភូមិ6ទៅ7% មហាវិទ្យាល័យអញ្ចឹងការប្រើប្រាស់ innovation បាទនវានុវត្តន៍ហើយនឹង digital នេះគឺផ្អែកទៅលើមូលដ្ឋានហ្នឹងសំខាន់អញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចឲ្យការសិក្សារៀនសូត្រនិងគុណភាពនៃការសិក្សារៀនសូត្រត្រូវតែកើនឲ្យបានលឿនបាទកើនឲ្យបានលឿនជាពិសេសបង្កើនចំនួនគេហៅថារយៈពេលនៃការសិក្សារៀនសូត្របច្ចុប្បន្ននេះយើងប្រហែលជាតែ6ឆ្នាំឯងបាទគេហៅថា means នៃ education របស់យើងហ្នឹងគឺតែ6ឬ7ឆ្នាំឯងតិចបាទតិចមែនតើអញ្ចឹងនេះគឺជាបញ្ហាទី1បញ្ហាទី2ការប្រើប្រាស់ digital tool ក៏ដូចជា innovation នេះទាមទារការសិក្សាជាចម្បងទៅលើវិស័យផ្នែកវិទ្យាសាស្ត្រ
បច្ចេកវិទ្យាវិស្វកម្មបាទហើយនឹង mathematics នៅក្នុងផ្នែកគណិតសាស្ត្របាទយើងហៅថា STEM ហ្នឹងបាទ STEM យើងឃើញហើយនានាការប្រទេសនៅជុំវិញយើងជាពិសេសនៅវៀតណាមយើងឃើញមានក្រុមហ៊ុនធំដែលទៅជាពិសេសក្រុមហ៊ុនផលិត semiconductor ទៅហ្នឹងមូលហេតុអីបានគេទៅហ្នឹងដោយសារគេមាន human resource qualified human resource ដែលមានសក្តានុពលនៅក្នុងផ្នែក STEM ហ្នឹងរួចស្រេចបាទយើងងាកមកមើលកម្ពុជាយើងកម្រិតនៃសិស្សដែលគាត់រៀនផ្នែកវិទ្យាសាស្ត្រ STEM ហ្នឹងគឺគាត់មានយើងមានធ្លាក់ការធ្លាក់ចុះអញ្ចឹងវាដើរប្រច្រាស់នានាការដែលយើងគួរតែកែសម្រួលវាបាទពីប្រមាណជា 90% មុនពេលដែលក្រសួងអប់រំធ្វើកំណែតម្រង់សិស្សរៀនវិស័យ STEM រហូតមកដល់ឆ្នាំ2023នេះនៅចុះប្រមាណជា 30% បាទអញ្ចឹងយើងឃើញអំពីនានាការវាដើរខុសគ្នានេះសំណួរសួរថាតើប្រមាណបានគ្រប់ធនធានមនុស្សនៅក្នុង STEM វាអាស្រ័យទៅនឹងគុណភាព 30% ក៏បានដែរបាទសិស្សដែលមានវិស័យ STEM ហ្នឹងអាច 30% ប៉ុន្តែត្រូវឲ្យមានគុណភាពហើយធានាថាគាត់នឹងបន្តទៅការសិក្សាផ្នែកបដិបដាបច្ចេកទេសវិជ្ជាជីវៈឬក៏នៅក្នុងផ្នែកមហាវិទ្យាល័យឧត្តមសិក្សានៅក្នុង field នៅក្នុងមេរៀនដែលពាក់ព័ន្ធនៅក្នុងមុខវិជ្ជាដែលពាក់ព័ន្ធទៅនឹងផ្នែកវិទ្យាសាស្ត្រនេះដែរអញ្ចឹងនេះគឺជាអ្វីដែល ADB បាននឹងកំពុងធ្វើក្នុងការជួយទៅដល់រដ្ឋាភិបាលជាពិសេសក្រសួងអប់រំយុវជននិងកីឡានៅក្នុងគម្រោងជាច្រើនបាទដែលជួយក្នុងការអភិវឌ្ឍមធ្យមសិក្សាទុតិយភូមិក៏ដូចជាវិស័យ TVET ហ្នឹងគឺការបដោតទៅលើផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអញ្ចឹងអាហ្នឹងជាអ្វីដែលយើងបាននឹងកំពុងធ្វើហើយការសិក្សាស្រាវជ្រាវដែលពាក់ព័ន្ធទៅនឹងរឿងថាផលចំណេញត្រឡប់មកវិញពីកិច្ចការងារនេះគឺខ្ញុំគិតថាវាយើងមានបានធ្វើច្រើនហើយវាបានបង្ហាញជាក់ស្ដែងពីគេហៅថា investment ដែលនឹង return មកវិញពីការវិនិយោគនេះចំណុចទី2យើងត្រូវតែប្រើនវានុវត្តន៍ហើយនឹងឧបករណ៍នេះដើម្បីធ្វើគេហៅថាពិពិធកម្ម diversification នៃការងារនៃឧស្សាហកម្មបាទ diversification នេះវាអាចយើងនិយាយមិននឹង Mary ក៏បាននិយាយគឺថាវាអាចមានពីរទី1ជាលក្ខណៈគេហៅថាជាលក្ខណៈ vertical បាទហើយក្នុងពេលជាមួយគ្នាក៏យើងធ្វើជាលក្ខណៈគេហៅថាជា horizontal បានដែរជាពិសេស high value add បាទយើងត្រូវតែដើម្បី high value add ទៅបាននោះតែយើងប្រើប្រាស់ឧបករណ៍ហ្នឹងបាទហើយជាពិសេសនៅពេលដែលប្រទេសយើងចាកចេញពី LDC នេះគឺយើងត្រូវតែធានាថាទុនធានមនុស្សរបស់យើងហ្នឹងគឺអាចនឹងឈោងចាប់នៅការធ្វើពិពិធកម្មបញ្ឈរផងនិងការពិពិធកម្មតម្លៃបន្ថែមផងបាទម្សិលមិញខ្ញុំដូចជាឃើញបទបង្ហាញមួយអត់បានចូលរួមតែបទបង្ហាញរបស់បញ្ញត្តិ Professor Sandre ពាក់ព័ន្ធទៅនឹងរឿង product បាទ complexity បាទដែលខ្ញុំគិតថាយើងជាអ្នកគោលនយោបាយគួរតែមើលអាហ្នឹងបាទអំពីថាតើផលិតផលអីដែលមានលក្ខណៈគេហៅថា gain opportunity ឱកាសក្នុងការទទួលបានផលលាភពីការចាប់យកអា product ហ្នឹងវាខ្ពស់បាទប៉ុន្តែកម្រិតនៃភាពស្មុគស្មាញរបស់វាដែលត្រូវការកម្លាំងពលកម្មហ្នឹងទាបឬក៏មធ្យមយើងត្រូវមើលអាហ្នឹងបាទដើម្បីថាតើអ្វីដែលកម្ពុជាត្រូវចាប់យកបន្ថែមទៀតហើយយើងត្រូវរៀបចំការបដិបដាផលយើងហ្នឹងទៅតាមហ្នឹងខ្ញុំបញ្ចប់នៅត្រឹមនេះសិនក្រែងដើម្បីទុកជាសំណួរហើយនឹងដល់អ្នកចូលរួមរបស់យើងបាទបាទសូមអរគុណច្រើនដល់លោកម៉ាសុភាដែលបានគូបញ្ជាក់យ៉ាងក្បោះក្បាយអំពីសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយបង្កើននៅតម្លៃបន្ថែមផ្សេងនៅក្នុងវិស័យជាអាទិភាពនៅប្រទេសកម្ពុជាយើងហើយបន្ថែមពីនោះលោកក៏បានគូបញ្ជាក់ពីចំណុចសំខាន់មួយនោះគឺកម្ពុជាត្រូវធ្វើយ៉ាងណា
បង្កើននៅគុណភាពនៃមូលធនមនុស្សទោះបីជាយើងមានបរិមាណប៉ុន្តែបើសិនជាគុណភាពមិនមានទេនោះវានឹងពិបាកសម្រាប់ប្រទេសយើងក្នុងការធ្វើឲ្យមានភាពប្រកួតប្រជែងជាពិសេសជាមួយនឹងប្រទេសនៅជិតខាងរបស់យើងនឹងដូចជាវៀតណាមដូចជាអីហ្នឹងដូចតែលោកម៉ាសុភាបានលើកឡើងអំបញ្ញមិញបាទដោយសារតែពេលវេលាយើងមានកំណត់ពេលនេះខ្ញុំសូមបើកឱកាសឲ្យអ្នកចូលរួមទាំងអស់សួរសំណួរទៅកាន់វាគ្មិនរបស់យើងក្នុងពេលឥឡូវនេះហើយគូបញ្ជាក់ផងដែរថាដោយសារយើងនៅសល់ពេលប្រហែលជា10នាទីទេអញ្ចឹងខ្ញុំនឹងទទួលសំណួរចំនួន2អញ្ចឹងបើសិនជាអ្នកចូលរួមទាំងអស់មានជាសំណួរសូមមេត្តាលើកដៃហើយក្រុមការងារនឹងយកម៉ៃជូនបាទជាថ្មីម្ដងទៀតខ្ញុំឈ្មោះកាំងមកពីតាហ្វតាក់ចង់ជំរាបសួរទេអានេះតាក់ទងទៅនឹងស្ថានភាពជាក់ស្ដែងតែម្ដងខណៈដែលយើងកំពុងតែជជែកពិភាក្សាគ្នាអំពីការកសាងជំនាញការពង្រួមគម្លាតជំនាញអីហ្នឹងប៉ុន្តែនៅចំពោះមុខបច្ចុប្បន្ននេះហាក់ដូចជាមានបញ្ហាកង្វះកម្លាំងពលកម្មបាត់ហើយនៅតាមតំបន់នៅតាមខេត្តមួយចំនួនដោយសារអីដោយសារយើងដឹងថាបច្ចុប្បន្ននេះមានចំនួនរោងចក្រអ្នកវិនិយោគមកច្រើនហើយខ្ញុំបានទទួលព័ត៌មានពីរោងចក្រជាច្រើនមកទី1អ្នកដែលកំពុងតែមានប្រតិបត្តិការស្រាប់ហ្នឹងគាត់ចង់បរិយហើយគាត់ថាគាត់រកកម្លាំងពលកម្មអត់បានជាពិសេសនៅតាមខេត្តសំខាន់មួយចំនួនដូចជាកំពង់ស្ពឺតកែវកដាលអីហ្នឹងជាដើមបាទហើយមានអ្នកវិនិយោគមកថ្មីក៏ជួបបញ្ហាប្រឈមរឿងជ្រើសរើសកម្លាំងពលកម្មថ្មីដែរអញ្ចឹង availability of worker នេះដំបូងនេះក៏សំខាន់ដែរនៅចំពោះមុខនេះបាទមុននឹងឈានទៅដល់រឿងជំនាញអញ្ចឹងចង់ជំរាបសួរទៅវាគ្មិនទាំងអស់ហើយជាពិសេសរាជរដ្ឋាភិបាលថាតើអាចមានយន្តការអីបន្ទាន់ចំពោះមុខនេះដើម្បីជួយដោះស្រាយបញ្ហានេះបាទបញ្ហាកង្វះកម្លាំងពលកម្មនេះហើយខ្ញុំអាចមើលឃើញថានៅក្នុងរយៈពេល1ឆ្នាំឬ2ឆ្នាំទៅមុខនេះយើងអាចនឹងជួបបញ្ហានេះកាន់តែធ្ងន់ធ្ងរដោយសារអាចថាមានកត្តាខាងក្រៅមួយចំនួននឹងរុញFDI ពីខាងក្រៅមកកាន់តែច្រើនថែមទៀតជាពិសេសចេញពីប្រទេសចិនហើយយើងដឹងថាចិនគាត់ move production ចេញពីប្រទេសរបស់គាត់មកដោយសារអីអានេះយើងដឹងហើយយើងដឹងហើយមីយ៉ាន់ម៉ាក៏មានបញ្ហាភូមាក៏អាចមានបញ្ហាអញ្ចឹងជាឱកាសមួយដែលកម្ពុជាអាចចាប់យក FDI បន្ថែមទៀតនៅក្នុងរយៈពេលឆ្នាំក្រោយនិងឆ្នាំបន្ទាប់នេះ2025 2026ខាងមុខនេះក៏ប៉ុន្តែខ្ញុំគិតថាយើងត្រូវតែដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្ទាន់នេះគឺការកង្វះកម្លាំងពលកម្មនេះឯងតើយើងមានយន្តការអីបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះសំណួរទី2ពាក់ព័ន្ធទៅនឹងការកសាងជំនាញហ្នឹងយើងដឹងថាយើងមាន case ច្រើនដើម្បីសិក្សាយើងមាន model ច្រើនក៏ប៉ុន្តែភាគច្រើនយើងតែងតែយោងទៅលើ model របស់ប្រទេសលោកខាងលិច Western country យើងលើកពី Singapore យើងលើកពី Swiss យើងលើកពី Singapore យើងលើកពីជប៉ុនយើងលើកពីអាល្លឺម៉ង់អីក៏ប៉ុន្តែនៅក្នុងរយៈពេល 2-3 ទសវត្សរ៍ចុងក្រោយនេះប្រទេសដែលទទួលបានជោគជ័យយើងអាចថាខ្លាំងជាងគេនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មគឺប្រទេសចិនបានក្លាយទៅជារោងចក្ររបស់ពិភពលោកហើយក្រុមហ៊ុនលោកខាងលិចដែលបានទៅបោះទីតាំងនៅប្រទេសចិនក៏បានកោតសរសើរអំពីជំនាញរបស់ប្រជាជនចិនក៏ប៉ុន្តែយើងអត់ដែលបានលើកយកនៅ example សំខាន់ដែលនាំឲ្យមានការជោគជ័យនៅក្នុងប្រទេសចិនមកហើយអញ្ចឹងសួរតើយើងអាចដឹងអីខ្លះអំពីប្រទេសចិនតើយើងអាចរៀននៅចំណុចសំខាន់2ឬ3ចំណុចសំខាន់ណាមួយពីប្រទេសចិនពីអាភាពជោគជ័យរបស់ប្រទេសចិនបាទពាក់ព័ន្ធទៅនឹងការកសាងជំនាញរបស់ប្រជាជនចិនបាទអរគុណបាទអរគុណសម្រាប់សំណួរទាំងពីរនេះដូច្នេះខ្ញុំចង់សូមឲ្យវាគ្មិនយើងធ្វើការបកស្រាយប្រហែលជាអាចចាប់ផ្ដើមពីបងម៉ាសុភាបាទសូមអញ្ជើញបាទអរគុណលោកកាំងម៉ូនីកាខ្ញុំបានឮសូរព័ត៌មាននេះដូចគ្នាអំពីរឿងការខ្វះខាតកម្លាំងពលកម្មតាមពិត
យើងវាមានបញ្ហាផលយើងច្រើនទីមួយបើសិនណាយើងមើលតួលេខនៅក្នុងវិស័យកសិកម្មបាញ់មិញហើយការបកស្រាយហ្នឹងក៏យើងឃើញដែរមានការផ្លាស់ប្ដូរទៅចេញពីវិស័យកសិកម្មទៅផ្នែកឧស្សាហកម្មហើយនិងផ្នែកសេវាកម្មណាអញ្ចឹងយើងទៅពិនិត្យមើលថាតើកម្លាំងពលកម្មហ្នឹងគាត់បានចេញទៅនៅក្នុងវិស័យនេះវាមានច្រើនបានន័យថាយើងមាន surplus កម្លាំងពលកម្មដែលសល់នៅក្នុងវិស័យកសិកម្មរបស់យើងប៉ុន្តែបញ្ហាមួយទៀតដើម្បីដោះស្រាយហើយនឹងពិនិត្យមើលថាតើយើងមានគោលនយោបាយគេហៅថាការងារ employment policy គេហៅថាពី skill employment policy មួយដែលវានឹងជួយលើកទឹកចិត្តកម្លាំងពលកម្មរបស់យើងដែលមានការផ្លាស់ប្ដូរពី industry ពី sector មួយហ្នឹងបាទហើយនឹងនិន្នាការនៃការធ្វើ migration បាទជាពិសេសការធ្វើ migration ទៅខាងក្រៅទៅធ្វើកម្លាំងពលកម្មនៅខាងក្រៅអញ្ចឹងថាតើយើងអាចមានវិធានការយ៉ាងម៉េចដើម្បីជួយបង្កើនការងារបាទទៅដល់កម្លាំងពលកម្មរបស់យើងជាការពិតការទៅធ្វើការងារនៅប្រទេសក្រៅជាការងារល្អពីព្រោះអាចទទួលបានប្រាក់ចំណូលទទួលបានជំនាញអីមកប៉ុន្តែកម្លាំងពលកម្មនៅក្នុងស្រុករបស់យើងក៏យើងត្រូវការបាទអញ្ចឹងខ្ញុំថាគោលនយោបាយ employment policy នេះគួរតែត្រូវបានកែសម្រួលឬក៏ធ្វើអនុវត្តយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពចំណុចទី3ទាមទារការផ្លាស់ប្ដូរផ្នត់គំនិតច្រើនបាទពីព្រោះយុវជនរបស់យើងនៅក្នុងវិស័យអប់រំខ្ញុំបាននិយាយមិញមានកម្រិតទាបមានចំនួនតិចបោះបង់ចោលការសិក្សាច្រើននេះគឺដោយសារតែគាត់ចង់បានឱកាសធ្វើការងារដើម្បីការគ្រប់គ្រងទៅក្នុងសេដ្ឋកិច្ចផងគ្រួសារផងហើយនៅក្នុងឱកាសការងារផងបាទអញ្ចឹងការធ្វើបង្កើនការយល់ដឹងជំរុញឲ្យមានការយល់ដឹងអំពីតម្លៃនិងផលដែលបានមកពីការសិក្សាបន្ថែមការបន្តការអប់រំឲ្យបានកាន់តែខ្ពស់ហ្នឹងគឺក៏ជាចំណុចដែលខ្ញុំគិតថាយើងគួរតែត្រូវបានធ្វើដែរពីព្រោះយើងបើសិនណាយើងមើលcohort នៃសិស្សរបស់យើងដែលគាត់ចូលនៅក្នុងប្រព័ន្ធអប់រំបាទពី 100% ដែលនៅចុងបញ្ចប់គឺមានតែ 20% ទេដែលនៅចប់ចុងក្រោយអញ្ចឹងបានន័យថាយើងបាត់ 80% ហើយបាត់ហ្នឹងទៅណាមិនដឹងមាន assumption ច្រើនណាថា 90% ចូលទីផ្សារការងារឬក៏ប្រមាណ%គាត់ត្រឡប់ទៅវិញឬក៏ 10% នៅខាងក្រៅសុទ្ធសាធតែម្ដងអញ្ចឹងខ្ញុំគិតថាកត្តាទាំងអស់នេះជាអ្វីដែលយើងគួរតែពិនិត្យមើលហើយនឹងជំរុញនឹងការអនុវត្តបន្ថែមបាទសូមអរគុណចឹងខ្ញុំសូមចូលរួមបន្ទាប់ពីបងម៉ាសុភាតើតូនជាមួយនឹងសំណួររបស់ខាងបងបច្ចុប្បន្ននេះថាយើងមានបញ្ហាខ្វះកម្លាំងពលកម្មជាក់ស្ដែងទៅតាមការធ្វើ projection របស់យើងមិនទាន់មានបញ្ហាកង្វះកម្លាំងពលកម្មទេប៉ុន្តែបញ្ហាកង្វះពលកម្មនេះគឺជា sectoral labor shortage ច្រើនជាងអញ្ចឹងជារួមយើងមិនទាន់មានទេប៉ុន្តែបញ្ហារឿង sectoral labor shortage នេះវាតកតងត្រង់ថាកម្លាំងពលកម្មយើងមួយចំនួនធំស្ថិតនៅក្នុងវិស័យក្រៅប្រព័ន្ធហើយក្នុងវិស័យក្រៅប្រព័ន្ធជាទូទៅគឺមានផលលំបាកក្នុងការទទួលបានព័ត៌មានការងារផ្សេងអញ្ចឹងបានអញ្ចឹងក្នុងករណីនោះយើងមានជាយន្តការមួយចំនួនដូចជាការប្រើប្រាស់ RPL និង RCC អញ្ចឹងដើម្បីទាញពួកគាត់ចេញពីវិស័យក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធវិញតាមរយៈការបដិបដាលអញ្ចឹងខ្ញុំគិតថានេះជាការងារដែលរដ្ឋាភិបាលកំពុងបានធ្វើទី2ទៀតតកតងជាមួយនឹងវិស័យកាត់ដេរដូចគ្នាដែរតកតងជាមួយនឹងព័ត៌មានកម្លាំងកម្លាំងពលកម្មជាធម្មតារោងចក្រមួយចំនួនស្ថិតនៅក្នុងតំបន់ជា concentration area អញ្ចឹងតំបន់ជុំវិញហ្នឹងគឺតកតងជាមួយនឹងកម្លាំងពលកម្មបាននេះថាបានស្រូបយកអស់ហើយអញ្ចឹងទាមទារធ្វើម៉េចស្រូបយកកម្លាំងពលកម្មមកពីតំបន់ផ្សេងប៉ុន្តែបញ្ហាប្រឈមវាត្រង់ថានៅក្នុងតំបន់ខេត្តផ្សេងដែលមាន labor surplus ប៉ុន្តែនៅពេលដែលគាត់មកធ្វើការនៅក្នុងតំបន់ដែលជាបណ្ដុំរោងចក្រផ្សេងហ្នឹងគាត់ត្រូវការចំណាយរឿង transportation ផ្សេងការស្នាក់នៅចំណាយច្រើនអញ្ចឹងវាទៅជា discourage គាត់ក្នុងការមកធ្វើការនៅក្នុងតំបន់ហ្នឹងវិញអញ្ចឹងប្រហែលជាខ្ញុំគិតថាត្រង់ចំណុចនេះទាមទារឲ្យមានការសហការរវាងវិស័យឯកជនហើយនិងរដ្ឋាភិបាលដើម្បីធានាថាពួកគាត់មកធ្វើការនៅក្នុងតំបន់ហ្នឹងបានទទួលបាន
ការគ្រប់គ្រងត្រឹមត្រូវជាក់ស្ដែងទៅនៅក្នុងទ្រឹស្ដីសេដ្ឋកិច្ចការមូវចេញពីវិស័យមួយទៅកាន់វិស័យមួយទៀតវា depend on cost and benefits អញ្ចឹងក្នុងករណីដែលប្រសិនបើគាត់ទទួលបាន benefit ច្រើនជាងការនៅក្នុងតំបន់ហ្នឹងមួយខ្ញុំគិតថាពួកគាត់នឹងមូវពីតំបន់មួយទៅតំបន់មួយទៀតដើម្បីទទួលបាន benefit ហ្នឹងបាទបច្ចុប្បន្នជាក់ស្ដែងទៅខាងដើម្បីដោះស្រាយលើបញ្ហាកង្វះកម្លាំងពលកម្មហ្នឹងយើងមានខាងទីភ្នាក់ងារជាតិមុខរបរ NEA គឺគាត់បានកំពុងតែធ្វើការងារនឹងយ៉ាងដុតដៃដុតជើងបច្ចុប្បន្ននេះគាត់បានចុះទៅតាមភូមិឃុំជាច្រើនដើម្បីទៅប្រមូលទទួលស្វែងរកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានតាក់ទងជាមួយនឹងការជ្រើសរើសកម្លាំងពលកម្មនឹងដូចគ្នាដែរបាទសូមអរគុណចូលរួមប៉ុណ្ណឹងបាទអរគុណបាទសូមអរគុណចំពោះលោកម៉ាសុភាក៏ដូចជាអាដាមបណ្ឌិតអ៊ុំច័ន្ទមនោដែលបានបកស្រាយចំពោះសំណួរទាំងពីរនេះដោយសារតែឥឡូវនេះយើងដល់ពេលវេលាហើយអញ្ចឹងតាមរយៈការធ្វើបទបង្ហាញក៏ដូចជាកិច្ចពិភាក្សានៅក្នុងវគ្គទី4នេះខ្ញុំជឿជាក់ថាយើងបានយល់ដឹងអំពីទូនាទីសំខាន់នៃជំនាញក៏ដូចជាផលិតភាពនៅក្នុងការជំរុញការចាក់ចេញរបស់ប្រទេសកម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនិងការកសាងកម្លាំងពលកម្មដែលមានភាពប្រកួតប្រជែងកាន់តែខ្ពស់ផងដែរជាកិច្ចសង្ខេបបទបង្ហាញរបស់ឯកឧត្តមបណ្ឌិតច័ន្ទមនោបានបង្ហាញពីការវិភាគស៊ីជម្រៅអំពីការព្យាករណ៍កម្លាំងតម្រូវការការងារក៏ដូចជាការផ្គត់ផ្គង់កម្លាំងពលកម្មដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបំពាក់នៅជំនាញពាក់ព័ន្ធដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នក៏ដូចជានៅពេលអនាគតម្យ៉ាងទៀតលោកស្រី Marican ក៏បានបន្ថែមពីលើនេះជាមួយនឹងបទបង្ហាញស្ដីពីការបន្ស៊ីប្រព័ន្ធជំនាញសម្រាប់ការចាក់ចែងពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចផងដែរដោយលោកស្រីបានលើកឡើងពីបញ្ហាប្រឈមដូចជាគម្លាតជំនាញវិស័យការងារក្រៅប្រព័ន្ធហើយនឹងការឆ្លើយតបនឹងផ្នែកឧស្សាហកម្មដែលមានកម្រិតទាបផងដែរហើយលោកស្រីក៏បានផ្ដល់នៅយុទ្ធសាស្ត្រមួយចំនួនដែលអាចយកមកអនុវត្តសម្រាប់ការជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈការសម្របខ្លួននិងការពង្រឹងអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរហើយវាច្បាស់ណាស់ថាការសម្រេចឲ្យបាននៅគោលដៅទាំងនេះគឺតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងភាគីរាជរដ្ឋាភិបាលវិស័យឯកជនក៏ដូចជាដៃគូអភិវឌ្ឍន៍នានាដើម្បីធានាថាកម្លាំងពលកម្មរបស់យើងត្រូវបានរៀបចំរួចរាល់សម្រាប់ទីផ្សារការងារដែលមានភាពបត់បែននិងប្រកួតប្រជែងនេះជាកិច្ចបញ្ចប់ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនទាំង4រូប